ជំរាបសួរពុកម៉ែបងប្អូនប្រជាកសិករទាំងចាស់និងក្មេងទាំងដៃចាស់ដៃថ្មីវីដេអូកម្របានជួបតាក់ទងជាមួយនឹងវិបត្តិជាមួយនឹងការរែងនៅពងពូជតាមរយៈដីខ្សាច់ពិសើមអញ្ចឹងជាឱកាសនេះខ្ញុំសូមបង្ហាញវីដេអូចំតែម្ដងនេះគឺជាខ្សាច់សើមគឺដែរគឺទឹកជក់ជាប់ណាពុកម៉ែបងប្អូនពុកម៉ែបងប្អូនព្រាឆ្ងល់ដល់ហេតុដែលបានទឹកដល់ថ្នាក់ហ្នឹងយើងខ្ញុំអត់បានលាយទឹកដល់ថ្នាក់មានកម្រិតមានទឹកយ៉ាងនេះដោយសារតានេះដំបូលនេះវាលេចកន្លែងនេះបូយូវីវាលេចកន្លែងហ្នឹងបន្ទាប់មកកន្លែងដែលយើងរំពេថាវានឹងពងច្រើនហ្នឹងគឺវាពងចំកន្លែងលេចហ្នឹងអញ្ចឹងខ្ញុំដាក់ទៅគិតថាវាលេចហ្នឹងព្រោះវាកើតជាបែបហ្នឹងហើយវិធីសាស្ត្រដោះស្រាយហើយសម្រាប់សាច់សើមអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដៃថ្មីប្រហែលជាយ៉ាប់តឹងចិត្តតឹងទ្រូងខ្លាំងសម្រាប់ការរែងនៅពងពូជពីព្រោះអីយើងរំពឹងថាយើងរែងជាច្រែងអាចនឹងជ្រុះខ្សាច់លឿនហើយពងពូជវាវែងឆ្លោះល្អវាអត់បាក់ទេអត់បែកទេណាក៏ប៉ុន្តែជួបបញ្ហានៅពេលដែលមានទឹកជោគជាំជាមួយនឹងសបុកកន្លែងដាក់ពងកន្លែងខ្សាច់ហ្នឹងអញ្ចឹងវិធីសាស្ត្រគួរធ្វើយ៉ាងណាឥឡូវអូខេតោះមកមើលវិធីសាស្ត្រក៏ដូចជាកាយវិការដែលខ្ញុំធ្វើគឺខ្ញុំមានឈើខាងក្រោមមានឆ្កឹះខាងក្រោមទេមកឆ្កឹះវាចឹងទៅបាក់មកហើយយើងចាប់ផ្ដើមរើសនេះពងវែងឃើញទេខ្ញុំជាក់ពងនឹង2យប់ទេណាបើសិនជាពុកម៉ែបងប្អូនដៃថ្មីដាក់ទៅហើយដាក់ខ្សាច់ហើយយប់នឹងវាភ្លៀងប៉ះសើមខ្លាំងអូខេពុកម៉ែបងប្អូនចាប់ដើមព្រឹកឡើងទោះបីដាក់មួយយប់ក៏ដោយគួរត្រូវចាប់ដើមរែងវាតែបីឆ្កឹះវាមកទុកដែរបើមិនធ្វើដូច្នោះទេវាអាចនឹងធ្វើឲ្យពងវិវត្តតែពងវាវិវត្តទៅវារីកអញ្ចឹងតែពេលដែលយើងកំថាឡើយកញ្ច្រែងកំថាឡើយយើងយកដៃមកឆ្កឹះអញ្ចេះក៏វានៅតែបែកដែរដោយសារអីអាយុថ្ងៃវាត្រូវទឹក2ថ្ងៃវាទៅសោះបែកចេញពីគ្នាណាលើកទឹកចិត្តពុកម៉ែបងប្អូនដៃថ្មីអញ្ចឹងឈប់បារម្ភមើលហើយនេះគឺជាវីដេអូស្អែកស្ដែងដែលខ្ញុំធ្វើអញ្ចឹងណាចាំពុកម៉ែបងប្អូនមើលទៅនេះគេដែរខ្សាច់សើមជោគអានេះខ្សាច់អានេះភេទខ្សាច់វាអត់សើមគឺវានៅកណ្ដោះហើយមើលវាបុកការដាក់ខ្សាច់ពងទៅពុកម៉ែបងប្អូនយើងមានដាក់កដាលផងដាក់តាមកលៀកអញ្ចាំងផងអាស្រ័យទៅលើការជាក់ស្ដែងការប្រស្រ័យរស់នៅរបស់កដោរបស់យើងនៅក្នុងទ្រុងរបស់យើងថាតើទំនោរនៃការវាដេកវាសម្រាប់ឡាប់ក្រៅទៅ BC ឬក៏ VC ហើយវាទៅណាអញ្ចឹងយើងត្រូវដឹងចរិតកដោគឺយើងត្រូវដាក់ខ្សាច់វានៅពេលណាកន្លែងណានៅតំបន់ណាអញ្ចឹងនេះគឺជាតំបន់ដែលវាចូលចិត្តជ្រកជាងគេមិនថាពេលយប់ពេលថ្ងៃពេលក្តៅពេលត្រជាក់គឺវានៅទៅនោះជាងគេណានេះស្តៀងកដាលញ៉ៃនេះហើយបន្ទាប់មកទៀតកន្លែងនេះក៏ខ្លាំងដែរវាទាំងយប់ទាំងថ្ងៃវាឧស្សាហ៍មកកន្លែងនេះចាប់គូអីក៏នៅកន្លែងហ្នឹងដែរអញ្ចឹងរំពឹងថាវានឹងអាចផ្ដល់ពងនេះពងយើងដាក់បាន2យប់ដាក់បានអានោះដាក់បាន3យប់ដោយសារតែខ្សាច់យើងមានតែប៉ុណ្្នឹងយើងបានដល់ពេលក្រោយមួយទៀតយើងខ្សាច់មកដល់យើងដាក់អានេះទាំងអានេះវាបាទទាំងវាអានោះ2យប់មកបំនុក2យប់អានេះ3យប់អញ្ចឹងឥឡូវយើងរែកបានប៉ុណ្ណេះសូមបញ្ជាក់ឲ្យសាច់កដោបមេបាកដោបនេះសោតគឺចំនួន3ខាំនៃពងពូជណាចំនួន3ខាំនៃពងពូជដែលយើងប្រមូលផលនៃការរែងពងនេះគឺយើងពឹងថាវាអាចបាន7កន្លះគីឡូបើសិនចំងួតសម្ងួតស្អាតទៅហើយនេះត្រឡប់មកវិធានបទជាក់ស្ដែងយើងវិញដល់ទៅលើការយកពងណាយកពងចេញពីខ្សាច់មកនេះយើងរើសមកយើងយកវាមកទុកលើกระดาษឡាំងហើយមូលហេតុអីប្រជាកសិករទាំងអស់គ្នាតែយើងទៅដាក់ឡាំងដោយសារអីឡាំងกระดาษនេះវាសំយោគបើកនៅជាតិទឹកសំណើមវាធ្វើឲ្យពងពូជរបស់យើងឆាប់ស្ងួតវាជួយប្រហែលជា45%ក្នុងការដំណោះស្រាយយើងអញ្ចឹងវិធីសាស្ត្រពុកម៉ែបងប្អូនបើសិនជាយល់ថាវីដេអូរបស់យើងខ្ញុំមានប្រយោជន៍អត្ថប្រយោជន៍ដល់ពុកម៉ែបងប្អូនកុំភ្លេចចុចជាឬក៏ Subscribe ទៅលើ Channel អ្នកបងប្អូនត្រឡប់មកវិញគឺវិធីសាស្ត្រគឺធ្វើបែបហ្នឹងវាសម្រួលឲ្យពងពូជយើងឆាប់ស្ងួតណាកុំឲ្យវារីកយូរពេកតែវាត្រាំទឹកយូរពេកវារីកបែកគ្នាវាទៅសោះចឹងពុកម៉ែបងប្អូនមើលណាហ្នឹងហើយវីដេអូរបស់យើងខ្ញុំមានតែប៉ុណ្្នឹងថ្ងៃនេះចែកម្លែកអំពីវិធីសាស្ត្រ
នៅក្នុងការគេហៅថាដោះស្រាយដំណោះស្រាយនៅក្នុងការយកពងចេញពីខ្សាច់សើមខ្លាំងជោគជាប់ណាជាក់ស្ដែងអញ្ចឹងមានតែប៉ុណ្្នឹងទេវីដេអូយើងខ្ញុំដែលបានបញ្យល់ទៅខាងដើមគឺយើងវិធីសាស្ត្រគឺយើងមានឈើមានអីឆ្កឹះចឹងមកណាឆ្កឹះវាចឹងណាបេះវាចឹងមកវាបាក់ពីលើមកតិចហើយបើកាលណាយើងយកកញ្ច្រែងមកនេះយើងយកកញ្ច្រែងមករៃពុបមកអត់មានប្រសិទ្ធភាពពីវាធ្វើឲ្យពងបែកតែសេះសោះចេះណាហ្នឹងសម្រាប់ដៃថ្មីដែលគាត់អត់យល់ដឹងហើយចែកម្លេចដល់ពុកម៉ែពុកដៃថ្មីហើយសម្រាប់ពុកម៉ែពុកដៃចាស់ឃើញទើសទាល់ថងណាសូមបញ្ចេញមតិយោបល់ទៅលើchannel របស់យើងខ្ញុំអ្នកវិភពរិះគន់ក្នុងន័យស្ថាបនាអូខេណាពុកម៉ែបងប្អូនរបៀបឯពុកម៉ែពុកដៃថ្មីដែលយល់ថាវីដេអូរបស់យើងខ្ញុំមានអត្ថប្រយោជន៍កុំភ្លេចចុចជាវឬក៏ Subscribe ទៅលើ Channel ខ្ញុំអ្នកវិភពហើយឬក៏ comment ឆ្ងល់សួរអីហ្នឹងទេខលតាម Telegram បានណាយើងខ្ញុំព្យាយាមដោះស្រាយនៅចម្ងល់ free ហើយសម្រាប់ពងពួយក៏ដូចគ្នាដែរត្រូវការអាចតំណែងតាម Telegram យើងខ្ញុំនឹងដាក់លេខទូរស័ព្ទទៅលើវីដេអូអូខេមានតែប៉ុណ្ណឹងពុកម៉ែបងប្អូនណាដោះស្រាយតែប៉ុណ្ណឹងហើយជួបគ្នាវីដេអូក្រោយទៀតអរគុណសម្រាប់ការទស្សនាតាំងពីដើមរហូតដល់ចប់